យើងមកមើលប្រូបាម្ដងគេថានៅក្នុងថ្នាក់រៀនមួយមានសិស្ស24នាក់ដែលមាន3នាក់ជាជនជាតិអង់គ្លេស2នាក់បារាំង5នាក់ចិន4នាក់កូរ៉េហើយនឹង10នាក់ទៀតជាខ្មែរហើយក្នុងចំណោម24នាក់ហ្នឹងគេរើសតែ3នាក់ទេដោយចៃដន្យយកទៅប្រកួតក្នុងកម្មវិធីមួយហើយអ្វីដែលគេចង់បានគឺឲ្យរកប្រូបាមនៃព្រឹត្តិការណ៍ A គឺសិស្សទាំង3នាក់ក៏សុទ្ធតែជនជាតិនៅទ្វីបអឺរ៉ុបយើងរកព្រឹត្តិការណ៍អាចសិនមកដោយព្រឹត្តិការណ៍អាចយើងគឺ N នេះឯងចឹងតាំង NS មកដោយគេថានៅក្នុងថ្នាក់រៀនមួយមានសិស្ស24នាក់ប៉ុន្តែនៅក្នុង24នាក់ហ្នឹងគេរើសតែ3នាក់ទេដើម្បីយកទៅប្រកួតនៅក្នុងកម្មវិធីមួយចឹងយើងប្រើតាមរូបមន្តបន្សំមកគឺ C 24យក3ចឹងយើងបាន24ហ្វាកចែកទៅនឹង24នឹងយកដក3មកនៅសល់តែ21ហ្វាកហើយគុណទៅនឹង3ហ្វាកបន្ទាប់មកយើងគុណប្លេនមកដោយ24វ៉ាក់ស្មើទៅនឹង24គុណ23គុណ22និងគុណ21ហ្វាកចឹងយើងដាក់ត្រឹម21ហ្វាកមកដើម្បីសម្រួលនឹងភាគបែងខាងក្រោមចឹងភាគបែងយើងគឺ21ហ្វាកគុណទៅនឹង3ហ្វាកគឺបាន3គុណនឹង2យើងស្រួល21ហ្វាកនិង21ហ្វាកហ្នឹងមកដោយ3គុណនឹង2គឺ6អញ្ចឹងយក24ចែក6គឺយើងបាន4ដាក់4មកគុណនឹង23គុណនឹង22បន្ទាប់មកយើងគុណបញ្ចូលមក4គុណនឹង23ហើយយើងយកទៅគុណនឹង22គឺបាន2024ដូចនេះព្រឹត្តិការណ៍អាចយើងគឺស្មើ2024ករណីឥឡូវយើងមករកព្រឹត្តិការណ៍ស្របម្ដងចឹងព្រឹត្តិការណ៍Aយើងគេចង់បានសិស្សទាំង3ដែលគេជ្រើសរើសហ្នឹងគឺជាជនជាតិដែលនៅទ្វីបអឺរ៉ុបទាំងអស់ចឹងនៅទ្វីបអឺរ៉ុបក៏មានតែជនជាតិអង់គ្លេសនិងបារាំងទេគឺបារាំង2ហើយអង់គ្លេស3អញ្ចឹងសរុបទាំងអស់វាមាន5នាក់អញ្ចឹង5នាក់គេយកតែ3នាក់ទេយើងយករកតាមបន្សំមកគឺ C 5យក3អញ្ចឹង C 5យក3ស្មើឲ្យ5ហ្វាកយក5ដក3មកនៅសល់2ហ្វាកគុណទៅនឹង3ហ្វាកជាងគុណពលាតមកដោយ5ហ្វាកស្មើទៅនឹង5គុណ4គុណ3ហ្វាកហើយភាគបែងយើងគឺ2ហ្វាកស្មើ2គុណនឹង1អញ្ចឹង1យើងអត់បិទដាក់ក៏បានដែររួចហើយយើងសម្រួល3ហ្វាកនិង3ហ្វាកហើយ4យើងចែកនឹង2វានៅសល់2អញ្ចឹងយើងបាន5គុណនឹង2គឺស្មើ10ដូចនេះព្រឹត្តិការណ៍ស្របយើងគឺ10ករណីរួចហើយយើងទាញរកប្រូបាមនៃព្រឹត្តិការណ៍ A មកដោយប្រូបាមនៃព្រឹត្តិការណ៍ A គឺស្មើទៅនឹងចំនួនព្រឹត្តិការណ៍ស្របចែកទៅនឹងចំនួននៃព្រឹត្តិការណ៍អាចអញ្ចឹងចំនួនព្រឹត្តិការណ៍ស្របយើងគឺ10ករណីអញ្ចឹងយើងបាន10ហើយព្រឹត្តិការណ៍អាចគឺ2024បន្ទាប់មកយើងស្រួលខ្លះមកដោយ10និង2024យើងអាចស្រួលនឹង2អញ្ចឹង10ស្រួលនឹង2នៅសល់5ហើយ2024ស្រួលនឹង2គឺស្មើ1012ដូចនេះប្រូបាមនៃព្រឹត្តិការណ៍ A ស្មើទៅនឹង5នៅលើ1012